បាទនេះសួរពុកម៉ែបងប្អូនបាទនេះជាលទ្ធផលដែលយើងបាញ់បានរយៈពេល28ថ្ងៃបាទតាំងពីបាញ់មកគឺយើងបាញ់3ជើងហើយបាទគឺយើងបាញ់ជើងទី1យើងបាញ់ថ្ងៃទី19ខែ10បាទគឺថៃអូរ៉េចំនួន4គីឡូ10ខ្សែចំនួន4គីឡូមួយអាទិត្យក្រោយមកគឺយើងបាញ់ថៃអូរ៉េបានចំនួន2គីឡូហើយ13.46ចំនួន4គីឡូបាទតទៅពីបាញ់ជើងទី2បាន2អាទិត្យគឺយើងបាញ់20ចំនួន2គីឡូស្រាយសមុទ្រចំនួន1លីត្របូកជាមួយពពួកអាឡាម៉ាដាសាឡូត្រិនចំនួន1លីត្របាទនេះឃើញថាត្រួយចាប់ដើមមកហើយគឺអាយុនេះគឺរយៈពេល28ថ្ងៃបាទគឺចេញមកស្អាតអស់ដាក់មកដល់ឡាគឺពេលយើងបាញ់គឺឃើញមានភ្លៀងញឹកញាប់កតាយ៉ាងไรក៏ច្រើនក៏សមដែរនេះមកទៀតនេះតែនឹងពពួកតកៅចាប់ដើមធ្វើទុកទៀតហើយមិនចេញតែដើមហ្នឹងទេបាទដើមនោះក៏ចេញដែរណាខ្ពស់យើងមើលដល់នេះអីហ្នឹងអូចេញមកច្រើនបាទនេះគឺយើងបាញ់ហើយគឺមានភ្លៀងរហូតអានេះខ្ញុំពងថតនេះក៏មេឃកំពុងភ្លៀងដែរបាទនេះមកកាមករួចមកច្រើននេះអីបាទឃើញថាមកច្រើនខ្ពស់យើងឡើងអត់ដល់បាទបើសិនជាពុកម៉ែបងប្អូនមានបញ្ហាចេញពីគាំងមិនចេញត្រួយមិនចេញស្លឹកឬក៏មានចង្អល់អីផ្សេងៗបងប្អូនអាចឆាតសួរបានបងអរគុណច្រើន